ชีวิตយើងបើយើងមិនខ្លាំងទេនរណាក៏មើលងាយយើងដែររួមទាំងអ្នកផ្ទះរបស់យើងផងដែរនៅក្នុងសង្គមគឺបែបនេះឯងពេលដែលយើងមិនខ្លាំងគ្មាននរណាម្នាក់កោតក្រែងយើងទេគ្មាននរណាម្នាក់ឲ្យតម្លៃយើងទេមានតែការប្រមាថមានតែការបំពានហើយកុំឆ្ងល់ថាហេតុអីជីវិតជួបរឿងអយុត្តិធម៌រហូតតែអញ្ចឹងឯងនៅលើโลกនេះគ្មានអ្វីស្មើភាពគ្នាទេរវាងអ្នកខ្លាំងនិងអ្នកខ្សោយគឺគ្មានពិតមែនអ្នកខ្លាំងច្បាស់ណាស់គេមានប្រៀបជាងយើងគ្រប់ពេលវេលាទាំងអស់ត្រូវចងចាំថានៅទីណាក៏ដោយយើងមិនអាចខ្សោយបានទេទោះមិនខ្លាំងលើសលប់ជាងគេក៏ដោយតែកុំមិនដោយឲ្យខ្លួនឯងខ្សោយជាងគេជាដាច់ខាតវ័យពេញរៀនគឺត្រូវតែរៀនឲ្យមានចំណេះវ័យពេញរកលុយគឺត្រូវតែរកលុយឲ្យបានច្រើនវ័យពេញកម្លាំងត្រូវកសាងសមត្ថភាពឲ្យខ្លាំងបំផុតរឿងកសាងខ្លួននេះមួយអត់មាននរណាមកធ្វើជំនួសយើងទេបើអាយុយើង20ទៅ30ឆ្នាំហើយយើងនៅតែបដ ாய் ខ្លួនឲ្យអន់ជាងគេទៀតអត់មាននរណាមកជួយយើងបានទេនៅពេលដែលយើងខ្សោយនរណាក៏មើលងាយយើងដែរកុំថាឡើយអ្នកដតីកុំថាឡើយជាតិសាសន៍ដតីសូម្បីតែអ្នកផ្ទះយើងក៏មិនឲ្យតម្លៃយើងដែរតនកម្លាំងនៅមានត្រូវតែអាលជាមួយនឹងការរៀនសូត្រត្រូវតែអាលជាមួយនឹងការចង់ចេះចង់